បាទសញ្ញាទាំងអស់គ្នាសម្រាប់សិក្សាសិស្សទាំងអស់តែងតែស្ដាប់នៅគេហទំព័ររបស់ខ្ញុំសូមជួយ like subscriber channel YouTube ខ្ញុំម្នាក់មួយផងជាការលើកទឹកចិត្តដល់ខ្ញុំនឹងព្យាយាមធ្វើវីដេអូនិងព្យាយាមធ្វើវីដេអូឲ្យល្អបន្ថែមទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូអ្វីដែលចែករំលែកល្អៗដល់អ្នកទាំងអស់គ្នាសម្រាប់ជាពិសេសគឺថ្នាក់ទី12រាល់ពេលដែលខ្ញុំធ្វើចប់នៅប្រវត្តិវិទ្យាខ្ញុំធ្វើសភៅផ្សេងទៀតសម្រាប់គ្នាយើង step ចំណុចដំបូងខ្ញុំធ្វើផ្ដោតលើថ្នាក់ទី12សិនចាំពេលខ្ញុំធ្វើដើម្បីឲ្យពេញលេញនៅថ្នាក់ទី12ហើយខ្ញុំនឹងផ្ដោតទៅថ្នាក់ផ្សេងទៀតដែលសម្រាប់ថាប្រយោជន៍ដល់គ្នាយើងទាំងអស់គ្នាឥឡូវខ្ញុំកុំឲ្យខាតពេលយូរយើងចូលមេរៀនយើងបន្តទៀតដល់ចំណុចទី2.1សំទោសចំណុច1.2ភាពហិនហោចដោយសារសង្គ្រាមយើងដឹងហើយធម្មតាសង្គ្រាមវាមានតែការបំផ្លិចបំផ្លាញហិនហោចបាត់បង់ទ្រព្យសម្បត្តិបាត់បង់នៅសេដ្ឋកិច្ចបាត់បង់នឹងក្រុមគ្រួសារផ្សេងលាក់ជាដើមឥឡូវកុំឲ្យខាតពេលយូរចូលមេរៀនយើងដូចតទៅមានប្រជាជនពលរដ្ឋប្រហែលជា6លាននាក់ដែលបានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី2នឹងមានចំនួន2.5លាននាក់ត្រូវជំរុញឲ្យធ្វើការជាទម្ងន់នៅប្រទេសអាល្លឺម៉ង់យ៉ាងហោចណាស់មានប្រជាជនប៉ូឡូញជិត1លាននាក់ត្រូវបានគេសម្លាប់ក្នុងជំរំប្រមូលផ្ដុំនៅអូសិចនៅទីក្រុងស្លង្កានិងម៉ាស្ដាណៃតាមការប៉ាន់ស្មានការខូចខាតជាទ្រព្យសម្បត្តិមានរហូតដល់50,000 លានដុល្លារ